各位同学，大家好，欢迎各位来到 PP2 分享中文。今天我们将继续学习第3课第5集的绘画。បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់គ្រប់គ្នាសូមស្វាគមន៍មកកាន់ PPL ចែករំលែកភាសាចិនថ្ងៃនេះផងដែរយើងនឹងបន្តការសិក្សានៅមេរៀនសន្ទនាទី3ភាគ5របស់យើងបាទអូខេកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនយើងតែម្ដងបាទសូមមើល clear A របស់យើងគេបាននិយាយថា今天一起学习以后我觉得很多不会的题都明白了谢谢你的帮助ម្ដងទៀត今天一起学习以后我觉得很多不会的题都明白了谢谢你的帮助បាទយើងបកប្រែថាបន្ទាប់ពីរៀនជាមួយគ្នាថ្ងៃនេះខ្ញុំមានអារម្មណ៍ថាលំហាត់ជាច្រើនដែលខ្ញុំមិនចេះឥឡូវខ្ញុំយល់អស់ហើយអរគុណសម្រាប់ការជួយរបស់អ្នកបាទនៅត្រង់នេះសូមមើលឃ្លាថា很多不会的题很多不会的题បាទយើងបកប្រែថាលំហាត់ជាច្រើនដែលមិនចេះបាទបន្តក៏លេខមើលពាក្យថា不会的题不会的题យើងប្រែថាលំហាត់ដែលមិនចេះចំណែកឯពាក្យថាតោមីងបាយកន្លែងនឹងអានតោមីងបាយយើងក៏បានអានតោមីងបាយក៏បានណាអញ្ចឹងខ្ញុំសូមអានតោមីងបាយប្រែថាយល់អស់ហើយឬក៏យល់ទាំងអស់បាទសូមអាននិងបកប្រែឃ្លា A យើងម្ដងទៀតទាំងអស់គ្នា今天一起学习以后我觉得很多不会的题都明白了谢谢你的帮助បន្ទាប់ពីរៀនជាមួយគ្នាថ្ងៃនេះខ្ញុំមានអារម្មណ៍ថាលំហាត់ជាច្រើនដែលមិនចេះឥឡូវខ្ញុំយល់អស់ហើយអរគុណសម្រាប់ការជួយរបស់អ្នកបាទរីឯ clear B របស់យើងគេបាននិយាយថា不用客气我们是同学应该互相帮助大家一起努力才能一起进步បាទសូមម្ដងទៀត不用客气我们是同学应该互相帮助大家一起努力才能一起进步បាទយើងបកប្រែថាមិនបាច់គួរសមទេយើងជាមិត្តរួមថ្នាក់គួរតែជួយគ្នាទៅវិញទៅមកទាំងអស់គ្នាខិតខំប្រឹងប្រែងជាមួយគ្នាទើបអាចរីកចម្រើនជាមួយគ្នាបានបាទសូមមើលពាក្យថាតាចាប្រែថាទាំងអស់គ្នាឬក៏អាចប្រែថាគ្រប់គ្នាពាក្យថាឆៃណងប្រែថាទើបអាចឬក៏ទើបបានអីហ្នឹងណាបាទចំណែកឯពាក្យថាជីនពុប្រែថារីកចម្រើនកន្លែងមកមើលពាក្យថាអ៊ីឈីជីនពុប្រែថារីកចម្រើនជាមួយគ្នាបាទអូខេសូមអាននិងបកប្រែ clip B យើងម្ដងទៀតទាំងអស់គ្នា不用客气我们是同学应该互相帮助大家一起努力才能一起进步មិនបាច់គួរសមទេយើងជាមិត្តរួមថ្នាក់គួរតែជួយគ្នាទៅវិញទៅមកទាំងអស់គ្នាខិតខំប្រឹងប្រែងជាមួយគ្នាទើបអាចរីកចម្រើនជាមួយគ្នាបាន clear A របស់យើងបាននិយាយថា你说的对以后如果有困难我们一起讨论一起解决ម្ដងទៀត你说的对以后如果有困难我们一起讨论一起解决បាទយើងបកប្រែថាអ្នកនិយាយត្រូវណាស់បន្ទាប់ពីនេះប្រសិនបើមានបញ្ហាលំបាកយើងនឹងពិភាក្សានិងដោះស្រាយជាមួយគ្នាបាទសូមមើលពាក្យថា你说的对ប្រែថាអ្នកនិយាយត្រូវណាស់ឬក៏អ្នកនិយាយត្រូវពាក្យថា说的对ប្រែថានិយាយត្រូវចំណែកពាក្យថា有困难យើងប្រែថាមានការលំបាកពាក្យថា困难ប្រែថាលំបាកឬក៏ការលំបាកពាក្យថា一起解决ប្រែថាដោះស្រាយជាមួយគ្នាពាក្យថា解决ប្រែថាដោះស្រាយបាទសូមអាននិងបកប្រែ clear A យើងម្ដងទៀតទាំងអស់គ្នា你说的对以后如果有困难我们一起讨论一起解决អ្នកនិយាយត្រូវណាស់បន្ទាប់ពីនេះប្រសិនបើមានបញ្ហាលំបាកយើងនឹងពិភាក្សានិងដោះស្រាយជាមួយគ្នាបាទ clear B របស់យើងបានឆ្លើយថា好啊希望我们以后都能取得好成绩也能实现自己的梦想ម្ដងទៀត
好啊，希望我们以后都能取得好成绩，也能实现自己的梦想。បាទយើងបកប្រែថាល្អណាស់សង្ឃឹមថាពួកយើងទាំងអស់គ្នានឹងទទួលបានលទ្ធផលសិក្សាល្អហើយអាចសម្រេចក្តីសុបិនរបស់ខ្លួនបានបាទសូមមើលពាក្យថា希望យើងប្រែថាសង្ឃឹមឬក៏អាចប្រែថាសង្ឃឹមថាឬក៏ក្តីសង្ឃឹមពាក្យថា我们以后យើងប្រែថាពួកយើងទៅថ្ងៃមុខឬក៏ពួកយើងនាពេលខាងមុខពាក្យថាតោនឹងយើងប្រែថាសុទ្ធតែអាចឬក៏ប្រែថាទាំងអស់គ្នាអាចពាក្យថា取得好成绩ប្រែថាទទួលបានលទ្ធផលល្អឬក៏លទ្ធផលបន្ទុល្អពាក្យថា取得ប្រែថាទទួលបានឬក៏សម្រេចបានចំណែកពាក្យថា好成绩ប្រែថាលទ្ធផលល្អបាទពាក្យថា成绩ប្រែថាលទ្ធផលឬក៏អាចប្រែថាបន្ទុណាចំណែកឲ្យពាក្យថា也能ប្រែថាហើយក៏អាចបាទកលេចមកមើលឃ្លាថា实现自己的梦想យើងប្រែថាសម្រេចក្តីស្រមៃរបស់ខ្លួនឬក៏សម្រេចបាននៅក្តីសុបិនរបស់ខ្លួនណាបាទពាក្យថា实现យើងប្រែថាសម្រេចបានឬក៏ធ្វើឲ្យវាជាសកម្មភាពពិតពាក្យថា梦想យើងប្រែថាក្តីស្រមៃឬក៏បំណងប្រាថ្នាអាចប្រែយ៉ាងខ្លីថាក្តីសុបិនឬក៏សុបិនបាទអូខេសូមអាននិងបកប្រែ clip B យើងម្ដងទៀតទាំងអស់គ្នា好啊希望我们以后都能取得好成绩也能实现自己的梦想ល្អណាស់សង្ឃឹមថាពួកយើងទាំងអស់គ្នានឹងទទួលបានលទ្ធផលសិក្សាល្អហើយអាចសម្រេចបាននូវក្តីសុបិនរបស់ខ្លួនបាទសូមធ្វើការរំលឹកមេរៀនសន្ទនារបស់យើងទាំង4ឃ្លានៅក្នុងថ្ងៃនេះជាមួយខ្ញុំដោយអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរផងបាទអូខេសូមចាប់ផ្ដើមA今天一起学习后我觉得很多不会的题都明白了谢谢你的帮助បន្ទាប់ពីរៀនជាមួយគ្នាថ្ងៃនេះខ្ញុំមានអារម្មណ៍ថាលំហាត់ជាច្រើនដែលខ្ញុំមិនចេះឥឡូវខ្ញុំយល់អស់ហើយអរគុណសម្រាប់ការជួយរបស់អ្នក B 不用客气我们是同学应该互相帮助大家一起努力才能一起进步មិនបាច់គួរសមទេយើងជាមិត្តរួមថ្នាក់គួរតែជួយគ្នាទៅវិញទៅមកទាំងអស់គ្នាខិតខំប្រឹងប្រែងជាមួយគ្នាទើបអាចរីកចម្រើនជាមួយគ្នាបាន A 你说的对以后如果有困难我们一起讨论一起解决អ្នកនិយាយត្រូវណាស់បន្ទាប់ពីនេះប្រសិនបើមានបញ្ហាលំបាកយើងនឹងពិភាក្សានិងដោះស្រាយវាជាមួយគ្នា B 好啊希望我们以后都能取得好成绩也能实现自己的梦想ល្អណាស់សង្ឃឹមថាពួកយើងទាំងអស់គ្នានឹងទទួលបានលទ្ធផលសិក្សាល្អហើយអាចសម្រេចបាននូវក្តីសុបិនរបស់ខ្លួនបាទសម្រាប់មេរៀនសន្ទនារបស់យើងនៅថ្ងៃនេះខ្ញុំសូមស្លេះត្រឹម4ឃ្លានេះសិនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រជាពិសេសត្រូវកត់ត្រាទុកឲ្យបានគ្រប់គ្នាអរគុណច្រើនប្រសិនបើបងប្អូនយល់ថាវីដេអូក៏ដូចជាយល់ថាការបង្រៀនរបស់ខ្ញុំបាទមានប្រយោជន៍ចំពោះបងប្អូនសម្រាប់ការរៀនសូត្របងប្អូនអាចចុច Subscribe Channel YouTube របស់ខ្ញុំរួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូក៏ដូចជាទទួលបានការចែករំលែកថ្មីៗពីខាងខ្ញុំបាទអូខេហើយយើងនឹងត្រឡប់មកជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងវីដេអូមេរៀនទី3ភាគ6ដែលជាភាគបញ្ចប់បាទអូខេជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងខ្ញុំបាទ PPL ចែករំលែកភាសាចិន同学们再见